សូមជូនរឿងឆ្កែស្រឡាញ់ម្ចាស់នៅក្នុងផ្ទះដ៏កកក្តៅមួយដែលហុំព័ទ្ធទៅដោយសួនច្បារតូចដែលមានផ្កាចម្រុះពណ៌រីស្ងួតស្គាយមានស្ត្រីវ័យកណ្ដាលម្នាក់ដែលចិត្តល្អរស់នៅជាមួយឆ្កែជាទីស្រឡាញ់ពីក្បាលឆ្កែទី1ឈ្មោះអាពយជាឆ្កែពូជតូចមួយមានរោមទន់ដូចសំឡីពណ៌សស្អាតមានភ្នែកមូលធំភ្លឺថ្លាវាពូកែអែបអបនិងបំរើម្ចាស់ខ្លាំងណាស់ធ្វើឲ្យម្ចាស់ស្រឡាញ់វាអស់ពីចិត្តរាល់ពេលដែលម្ចាស់ត្រឡប់មកពីធ្វើការងារឬធ្វើដំណើរកម្សាន្តមិនថាទៅជិតឬទៅឆ្ងាយទេអាពយតែងតែទទួលបាននំឆ្ងាញ់ប្រដាប់របស់ក្មេងលេងថ្មីសូម្បីតែសម្លៀកបំពាក់ស្អាតដែលបានកាត់ដេរយ៉ាងល្អជានិច្ចចំណែកឆ្កែមួយទៀតគឺឈ្មោះអាមាសជាឆ្កែពូជ Golden ធំមួយមានរោមពណ៌មាសភ្លឺថ្លាវាជាឆ្កែដែលស្ងៀមស្ងាត់សុភាពរាបសារនិងស្មោះត្រង់អាមាសតែងតែអង្គុយនៅឆ្ងាយមើលម្ចាស់និងអាពយដោយក្រសែភ្នែកទន់ភ្លន់មិនដែលទៀមទាអ្វីទាំងអស់អាហារដែលអាមាសទទួលបានជាប្រចាំគឺឆ្អឹងធំមួយដែលសល់ពីការធ្វើម្ហូបហើយវាក៏មិនដែលត្អូញត្អែអ្វីឡើយស៊ីយ៉ាងស្ងៀមស្ងាត់និងថ្លៃថ្នូរជានិច្ចថ្ងៃមួយម្ចាស់ត្រូវចេញទៅធ្វើការងារសំខាន់នៅក្រៅផ្ទះទុកឲ្យអាពយនិងអាមាសនៅយាមផ្ទះតែពីរនាក់ភាពស្ងប់ស្ងាត់បានគ្របដណ្ដប់ផ្ទះមិនយូរប៉ុន្មានក៏មានសំឡេងមិនធម្មតាចេញពីបង្អួចចូលពីនាក់ដែលមានរូបរាងសង្ហាបានសម្រុកចូលផ្ទះដោយកាយវិការគំរាមកំហែងអាពយភ័យញ័ររន្ធត់ពេញខ្លួនវាបានរត់ទៅលាក់ខ្លួននៅក្រោមសាឡុងព្រោះយ៉ាងខ្លាំងដោយសារភាពភ័យខ្លាចចំណែកអាមាសវិញពេលឃើញគ្រោះថ្នាក់មកដល់វាបែរជាគ្មានកាយវិការភ័យខ្លាចអ្វីទាំងអស់ភ្នែករបស់វាបញ្ចេញពន្លឺក្លាហានអាមាសបានក្រហើមតិចមុននឹងស្ទុះទៅវាប្រហារចូលទាំងពីរដូចព្យុះវាព្រុសយ៉ាងខ្លាំងរត់ចុះឡើងវាយប្រហារនឹងខំជើងចូលម្នាក់ដោយមិនស្ទាក់ស្ទើរការប្រយុទ្ធបានបន្តយ៉ាងក្តៅគគុកអាមាសបានព្យាយាមការពារផ្ទះអស់ពីជីវិតរហូតដល់ទីបំផុតចូលទាំងពីរក៏បានត្រូវបង្ខំចិត្តដកថយទៅវិញដោយមានរបួសបន្តិចបន្តួចដោយសារការនឿយហត់ពីការប្រយុទ្ធអាមាសក៏បានដេករំសាយកម្លាំងនៅកណ្ដាលវាលស្មៅខាងមុខផ្ទះបណ្ដាលឲ្យខ្យល់ត្រជាក់បក់បោកលើរោមអែលសើមដោយញើសនឹងការតាំងចិត្តមិនយូរប៉ុន្មានម្ចាស់ក៏ត្រឡប់មកដល់ផ្ទះវិញរូបភាពដំបូងដែលគាត់បានឃើញគឺអាពយរត់មកទទួលយ៉ាងរហ័សដោយក្រវីកន្ទុយយ៉ាងរីករាយវាព្រុសខំខ្សឹបខ្សៀវដូចជាចង់រៀបរាប់រឿងរ៉ាវដែលបានកើតឡើងម្ចាស់ក៏យល់ច្រឡំថាអាពយជាឆ្កែដ៏ក្លាហានដែលបានដេញចូលទៅវិញពេលគាត់ក្រឡេកមើលទៅខាងក្រៅឃើញអាមាសដេកស្ងៀមស្ងាត់នៅកណ្ដាលវាលស្មៅគាត់ក៏មានអារម្មណ៍ខកចិត្តនិងបន្ទោសក្នុងចិត្តថាអាមាសជាឆ្កែខ្ជិលគ្មានប្រយោជន៍មិនព្រមជួយការផ្ទះសោះឡើយសេចក្តីស្រឡាញ់ដែលកើតមានចំពោះអាពយក៏កាន់តែខ្លាំងឡើងរីឯអាមាសនៅតែបានស៊ីឆ្អឹងដដែលជោគវាសនាបានលេងសើចម្ដងទៀតថ្ងៃមួយម្ចាស់បាននាំអាពយទៅដើរលេងនៅសួនសាធារណៈក្បែរផ្ទះខណៈដែលពួកគេកំពុងរីករាយនឹងការដើរលេងនិងស្រូបយកខ្យល់អាកាសបរិសុទ្ធស្រាប់តែមានបុរសម្នាក់រត់មកឆក់កាបូបដៃរបស់ម្ចាស់អាពយភ័យសន់ស្លោកយ៉ាងខ្លាំងវាបានរើបំរាស់ពីខ្សែចងរួចរត់ទៅលាក់ខ្លួននៅក្រោមឡានទុកឲ្យម្ចាស់ត្រូវប្រឈមមុខនឹងចូលតែម្នាក់ឯងចំណែកអាមាសដែលលោបដើរតាមពីក្រោយយ៉ាងស្ងៀមស្ងាត់ដោយសារការបារម្ភ
có ban stu chôn một đôi là bươn lươn đôi nê bàn tổ việc ban ruột tàu về pro hà cho giang mình kết pi chỉ việt việc hầm đầy cho rồi hốt đau cho trâu prom bỏ cả bột trò bèl ban cả bột một vĩnh rồi hốt đau cho trâu cho chanh nâng ruột kịch luôn tàu giang lươn nòng vị nhị tí đem mình trang tàu tua cả bột pi à míaตึกเนกในกระไดรมเพิบนึงรมโจเจ็ดก็โฮเฮียจันโมกเกิดบานออบอาเมียยางแนนปรมเตียงลูกองแอลโรมปวมเมียดอกเกาะกระดาวรบอวีกดเติมเตะดังฉบับถาเตอเนียนาอ้อยประกอบคือเชียร์แกเดลซอลันนึงสมอตรองจมปกอดเตอเนียนาอ้อยประกอบเดลเตรียมโคลนกาเปียกอดโดยชีวิตตัวใบเชียเป็นเดลตัวบ้านได้สลันนึงการตอบสนองเสมอเคลียร์ตัวแต่ซอกก่อนดอยจับต่างไปทางในโมกชีวิตรบอาเมียก็บ้านพลาดโดเตียงสรงเวียบ้านตัวอาหารละออบพอดบ้านตัวกาแทตอมยกจัดตกดะนึงตัวบ้านก็ได้สลันปีมิจ้ายังเป็นตำหึงจำในอาโปยก่อนเนาแต่เจียแกดอกกูโอยสลันระบอกมิจ้าปอนแต่สิกระไดสลันเดมิจ้าเมียนออยอาเมียคือเชียวเช้านั่งสัตเทเชี่ยงเอาไว้ถึงออกเวียคือเชี่ยสิกระไดสลันเดลเมลเคินดอมไลปีกาเลียบองนั่งเพียบสมอตรองเป็นเมนกรอนเตเพียบกูออยสลันมันดอกอาซอนหนูเตเรื่องราวเราบอกอาเมียบางคลายเจมีเรียนดอสองคันเดลบองเรียนมาจ้าออยดังท่าสิกระไดสลันเป็นประกอบเมนอาศัยเลอรูปเรียงหรือเพียบกูออยสลันอยู่เตปนแต่อาศัยเลอเพียบสมอตรองหนึ่งปรตกาเดลเจนปีเบดดงเป็นประกอบบาทเรื่องนี้เราที่เป็นจอมส้มออกก้นจมปัวกาสนับ